bà thì bấy bạc tha đập bay rớt để đập bay rớt ribbon nucleotide srop và đập bay rớt ribbon nucleotide bà đập bay rớtចំនួន ribbon nucleotide srop ប៉ុន្តែអក្សរអំទូចនេះអំតូចអញ្ចឹងដូចអាចអានដែរយើងរកតាមសមាមាត្ររបស់វាអញ្ចឹងយើងប្រើតាមរូបមុនបាទអំតូចនេះលោកគ្រូយើងប្រើតាម ARN ណាអំតូចស្មើ A ANM បាទគុណ100បញ្ចែកនឹងភាគរយA ដូច ARN ដែរភាគរយA ANM អញ្ចឹងបន្ទាញរក ANM ស្មើគេស្មើភាគរយ ANM បាទគុណនឹង100គុណនឹង M បញ្ចែក100បាទអំតូចស្មើអុយ ANM គុណនឹង100ឲ្យចែកភាគរយអុយ ANM បាទអញ្ចឹងយើងចង់បានអុយ ANM អញ្ចឹងប៉ុន្មានភាគរយអុយ ANM គុណនឹងអំតូចហើយចែក100បាទមួយទៀតលោកគ្រូដាក់អំតូចស្មើ CANM គុណនឹង100ឲ្យចែកនឹងភាគរយ CANM អញ្ចឹងក៏ដល់បងចង់បាន CANM បាទចង់បាន CANM ស្មើភាគរយ CANM បាទគុណនឹងអំតូចបញ្ចែក100ដូច ARN តែយើងចេះ ARN អានឹងស្រួលទី3ទី4លោកគ្រូដាក់ថាដើម្បីរកប្រវែងបាទដើម្បីរកប្រវែងបាទដើម្បីរកប្រវែង ANM បាទអញ្ចឹងដូច ADN ដែរការ ADN ដោយពី nucleotide មួយទៅ nucleotide មួយទៀតមានប្រវែង 0.34 nanomètre អញ្ចឹងយើងបដូរពីពាក្យ nucleotide ទៅ ribonucleic វិញអញ្ចឹងយើងវិចារថាដោយពី ribonucleotide មួយបាទដោយពី ribonucleotide មួយបាទទៅ ribonucleotide បាទដោយពី ribonucleotide មួយទៅ ribonucleotide មួយទៀតមានប្រវែងបាទមានប្រវែង 0.34 nanomètre បាទអញ្ចឹងនាំឲ្យLINM នាំឲ្យ LINM ប៉ុន្តែយកអំតូចនេះគុណឲ្យ 0.34 nanomètre បាទយកអំតូចគុណឲ្យ 0.34 nanomètre អានេះយើងរកប្រវែងហើយតែបើកំដាក់អំលើ2នេះអំលើ2ក៏ 0.34 ហ្នឹងទី5ដើម្បីរកអំធំបាទដើម្បីរកអំតូចដើម្បីរក ribonucleotide បាទដើម្បីរក ribonucleotide បាទដើម្បីរក ribonucleotide សរុបអានេះអំតូចនេះអញ្ចឹងដើម្បីរក ribonucleotide សរុបបាទបងគ្រាន់តែយកអំធំចែក2ទៅឃើញហើយប៉ុន្តែយើងវិចារថាដោយ molecule INM បាទដោយ molecule ANM ចម្លងចេញពីច្រវាក់បាទចម្លងចេញពីច្រវាក់មួយខាងរបស់សែនបាទច្រវាក់មួយខាងរបស់សែនដោយ molecule INM ចម្លងចេញពីច្រវាក់មួយខាងរបស់សែនអញ្ចឹងនាំឲ្យអំតូចបាទដើម្បីរកអំតូចបន្តយកអំធំសែននេះបាទចែកជា2ដើម្បីរកអំតូចយកអំធំចែក2អញ្ចឹងចំណាំកន្លែងនេះបន្តិចប៉ុន្តែអត់អាចយកអំតូចអត់អាចយក MADN មកចែកទេណាអត់អាចយក MADN មកចែក2ទេអានឹងខុសហើយគឺត្រូវយក M សែនមកចែកបាទ M សែននិង MADN គឺខុសគ្នាទេ